ព្រះបន្ទូលព្រះសម្រាប់អ្នកនិពន្ធដោយអ្នកស្រី Dawn Muller និងអ្នកស្រី Diane Grabbing បោះពុំនឹងចែកចាយដោយមូលនិធិមរតក Lutherលោកយោបត្រូវបានមាសាតាំងលបងលោនៅសម័យអាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបមានបរិសម្នាក់ឈ្មោះយោបជាបរិសទៀងត្រង់ម្នាក់គាត់ជាអ្នកដែលគោរពកោតខ្លាចព្រះហើយបានជៀសចេញពីសេចក្តីអាក្រក់ព្រះបានប្រទានពរដល់យោបតាមវិធីជាច្រើនយោបមានកូនប្រុស7នាក់និងកូនស្រី3នាក់យោបបានអធិដ្ឋានជាប់ជានិច្ចសម្រាប់គ្រួសាររបស់គាត់ក៏ជាអ្នកមានស្ដុកស្ដំម្នាក់ផងដែរយោបមានជាមនិងអូតរាប់ពាន់ក្បាលរួមជាមួយគោនិងលាជាច្រើនយោបក៏មានអ្នកបម្រើជាច្រើនដែរនៅក្នុងស្រុកដែលយោបកំពុងរស់នៅគាត់ជាបុរសសំខាន់ជាងគេបំផុតព្រះបានទតឃើញសេចក្តីល្អនិងសេចក្តីសប្បុរសរបស់យោបសូម្បីតែមាសាតាំងក៏មើលឃើញដូច្នោះដែរសាតាំងជាសត្រូវរបស់ព្រះនិងជាប្រភពនៃអំពើអាក្រក់ទាំងអស់សាតាំងដើរចុះឡើងទៅមកលើផែនដីដើម្បីរកវិធីធ្វើបាបរាជរបស់ព្រះសាតាំងបានចូលមកជិតព្រះហើយទូលប្រាប់ទ្រង់ថាយោបស្រឡាញ់ព្រះអង្គពីព្រោះទ្រង់បានផ្ដល់អ្វីគ្រប់យ៉ាងដែលគាត់ត្រូវការប៉ុន្តែប្រសិនបើព្រះអង្គដកហូតអ្វីៗទាំងអស់ដែលគាត់មាននោះគាត់នឹងនិយាយអាក្រក់ទាស់នឹងទ្រង់ជាពុំខានព្រះជ្រាបច្បាស់ថាទោះជាមានការលំបាកបែបណាក៏ដោយយោបនៅតែបន្តទុកចិត្តលើទ្រង់និងគោរពកោតខ្លាចដល់ទ្រង់ដូច្នេះហើយព្រះបានមានបន្ទូលតបថាអ្នកអាចលបងលោយោបដោយដកយកអ្វីទាំងអស់ដែលគាត់មានតែកុំប៉ះពាល់យោបឡើយមួយថ្ងៃក្រោយមកសាតាំងបានធ្វើរឿងអាក្រក់ជាច្រើនដល់យោបចោរបានលួចគោលានិងអូតរបស់យោបទាំងអស់រន្ទះបាញ់បានបាញ់សម្លាប់ជាមនិងអ្នកកង្វៀលរបស់គាត់ទាំងអស់អ្វីដែលអាក្រក់បំផុតនោះគឺកូនប្រុសកូនស្រីទាំងអស់របស់យោបត្រូវបានស្លាប់ដោយខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងមកលើផ្ទះខណៈពេលពួកគេកំពុងបរិភោគអាហារពេលល្ងាចជាមួយនឹងគ្នាយោបមានទុក្ខព្រួយយ៉ាងខ្លាំងនៅពេលដែលគាត់បានបាត់បង់អ្វីៗទាំងអស់គាត់បានហែកសម្លៀកបំពាក់របស់គាត់ហើយកោរសក់របស់គាត់ដើម្បីបង្ហាញថាគាត់ពិតជាសោកសៅណាស់បន្ទាប់មកគាត់បានថ្វាយបង្គំព្រះយោបបាននិយាយថាទោះបីជាព្រះជាម្ចាស់បានដកហូតយកអ្វីទាំងអស់ដែលទ្រង់បានប្រទានមកខ្ញុំក៏ដោយក៏ខ្ញុំនៅតែសរសើរដំកើងដល់ទ្រង់ដដែលយោបមិនបានបន្ទោសព្រះចំពោះរឿងអាក្រក់ទាំងឡាយដែលបានកើតឡើងចំពោះគាត់ទេនៅថ្ងៃមួយទៀតសាតាំងបានមកអែមព្រះម្ដងទៀតព្រះបានប្រាប់សាតាំងថាយោបជាអ្នកបម្រើរបស់យើងបានបន្តគោរពកោតខ្លាចយើងទោះជាឯងបានដាក់ភាពសោកសៅទាំងអស់ដល់គាត់ក៏ដោយប៉ុន្តែសាតាំងតបថាមកពីយោបមិនទាន់ទទួលការឈឺចាប់ដោយខ្លួនគាត់ទេប្រសិនបើយោបមានជំងឺនោះគាត់ប្រកាសជានឹងនិយាយអាក្រក់ទាស់នឹងព្រះអង្គជាពុំខានឡើយព្រះទ្រង់មានព្រះបន្ទូលថាឯងអាចធ្វើឲ្យយោបមានជំងឺចុះតែមិនត្រូវសម្លាប់គាត់ឡើយដូច្នេះសាតាំងក៏ចេញពីព្រះមិនយូរប៉ុន្មានយោបបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងសាតាំងបានបង្កើតដំបៅដ៏អាក្រក់
គឺចាប់តាំងពីបាតជើងរហូតដល់ក្រយ៉ៅក្បាលយោបពិតជាឈឺចាប់ខ្លាំងណាស់ហើយមានអារម្មណ៍ថាវេទនាយ៉ាងខ្លាំងប្រពន្ធរបស់យោបបាននិយាយទៅគាត់ថាវាជាកំហុសរបស់ព្រះដែលបាននាំឲ្យមានរឿងនេះកើតឡើងយោបប្រាប់នាងថា សូមស្ងាត់ទៅឯងនិយាយមិនសមហេតុផលទាល់តែសោះយើងទទួលយកសេចក្តីល្អមកពីព្រះដូច្នេះយើងគួរតែអត់ធ្មត់និងទុកចិត្តលើទ្រង់នៅពេលណាដែលទ្រង់បញ្ជូនបញ្ហាដល់យើង មិត្តភក្តិ3នាក់របស់យោបឈ្មោះថាអេលីផា ប៊ីលដាត និងសូផាបានដឹងអំពីបញ្ហារបស់យោបហើយក៏បានមកសួរសុខទុក្ខគាត់ពេលពួកគេឃើញយោបកំពុងអង្គុយនៅក្នុងផេះមានដំបៅពេញខ្លួនប្រាណហើយគាត់ស្លៀកបាវនោះពួកគេពិបាកចិត្តណាស់អស់រយៈពេល7ថ្ងៃ7យប់ពួកគេអង្គុយកំដរយោបតែមិនបាននិយាយអ្វីជាមួយនឹងគាត់ឡើយមិត្តភក្តិរបស់គាត់មើលឃើញថាយោបកំពុងវេទនាខ្លាំងណាស់បន្ទាប់មកមិត្តភក្តិរបស់យោបបានចាប់ផ្ដើមផ្ដល់ប្រឹក្សាដល់គាត់មិត្តម្នាក់និយាយថាឯងច្បាស់ជាបានធ្វើអំពើអាក្រក់ខ្លាំងណាស់ព្រះនឹងមិនដែលបញ្ជូនការឈឺចាប់និងការរងទុក្ខវេទនាបែបនេះដល់មនុស្សល្អទេព្រះប្រកាសជាកំពុងដាក់ទណ្ឌកម្មដល់ឯងចំពោះអ្វីដែលឯងបានធ្វើខុសប៉ុន្តែយោបដឹងថាគាត់ស្រឡាញ់ព្រះអស់ពីចិត្តយោបបានប្រាប់មិត្តភក្តិរបស់គាត់ថា ខ្ញុំគ្មានកំហុសទេប៉ុន្តែមិត្តសម្លាញ់របស់គាត់តបវិញថា កុំធ្វើពុតអីសូមទូលទៅព្រះថាឯងសោកស្ដាយចំពោះអ្វីដែលឯងបានធ្វើនោះទ្រង់នឹងអត់ទោសបាបឲ្យឯងហើយអ្វីនឹងបានប្រសើរសម្រាប់ឯងសាជាថ្មីឡើងវិញយោបបានអង្វរមិត្តភក្តិរបស់គាត់ថាតើឯងរាល់គ្នានឹងមិនអាណិតខ្ញុំទេឬហេតុអ្វីបានជាឯងមិនជឿខ្ញុំត្រូវការមិត្តភក្តិដ៏ស្មោះត្រង់ជួយខ្ញុំឯងមិនបានជួយកំសាន្តចិត្តខ្ញុំក្នុងពេលដែលខ្ញុំមានបញ្ហាទាល់តែសោះយោបដឹងថាពាក្យដំបូន្មានដែលមិត្តភក្តិរបស់គាត់បានផ្ដល់ឲ្យគាត់គឺខុសប៉ុន្តែយោបចាប់ផ្ដើមមានអារម្មណ៍ថាព្រះអយុត្តិធម៌ខ្លាំងណាស់ចំពោះគាត់យោបប្រាថ្នាថាបើអាចទៅរួចគាត់ចង់នាំព្រះទៅតុលាការដើម្បីដោះស្រាយភាពអយុត្តិធម៌ចំពោះគាត់ប៉ុន្តែយោបដឹងថារឿងនេះមិនអាចទៅរួចទេពីព្រោះព្រះមិនមែនជាមនុស្សទេយោបមានអារម្មណ៍កាន់តែឈឺចាប់ខ្លាំងឡើងរហូតដល់គាត់ស្រែកយំជាច្រើនដងថាសូមឲ្យថ្ងៃដែលខ្ញុំកើតមកនេះត្រូវវិនាសទៅយោបបានចោទសួរព្រះម្ដងហើយម្ដងទៀតអំពីការរងទុក្ខវេទនារបស់គាត់បានរងចាំហើយរងចាំទៀតចំពោះការឆ្លើយតបរបស់ព្រះក្រោយមកបរិសទី4ដែលមានអាយុតិចជាងយោបនិងមិត្តភក្តិរបស់គាត់បានមកជួបគាត់បរិសនេះមានឈ្មោះថាអេលីហូខឹងនឹងយោបដោយសារតែយោបជឿថាព្រះជាម្ចាស់ជាអ្នកខុសអេលីហូខឹងនឹងអេលីផា ប៊ីលដាត និងសូផាដោយសារពួកគេបន្តនិយាយថាយោបមានទោសដោយបានប្រព្រឹត្តអំពើដ៏អាក្រក់ទាំងពួកគេមិនអាចបង្ហាញភស្តុតាងអេលីហូបាននិយាយទៅកាន់យោបថាខ្ញុំបានរងចាំនិយាយជាមួយពួកបងពីព្រោះខ្ញុំនៅក្មេងហើយពួកបងមានអាយុច្រើនជាងខ្ញុំតែគួរតែមានប្រាជ្ញាច្រើនជាងខ្ញុំតែពួកបងនិយាយខុសទាំងអស់ព្រះទ្រង់ជ្រាបកិច្ចការអ្វីទាំងអស់ព្រះទ្រង់ធំជាងនរណាទាំងអស់អ្វីគ្រប់យ៉ាងដែលព្រះទ្រង់ធ្វើគឺត្រឹមត្រូវនឹងយុត្តិធម៌ណាស់ព្រះជួយសង្គ្រោះមនុស្សដែលរងទុក្ខវេទនាហើយទ្រង់មានព្រះបន្ទូលកំសាន្តចិត្តពួកគេនៅពេលពួកគេកំពុងឈឺចាប់ព្រះទ្រង់ចង់ឲ្យពួកបងគោរពទ្រង់និងស្ដាប់តាមទ្រង់ភ្លាមនោះមានខ្យល់ព្យុះដ៏ធំមួយបានកើតឡើងដោយមានខ្យល់បក់យ៉ាងខ្លាំងយោបបានឮព្រះមានបន្ទូលចេញពីព្យុះមកព្រះជាម្ចាស់មានបន្ទូលថាយោបឯងបានសួរយើងនៅសំណួរជាច្រើន
ប៉ុន្តែឯងត្រូវឆ្លើយសំណួររបស់យើងទៅឯងវិញតើឯងនៅទីណានៅពេលដែលយើងបង្កើតពិភពលោកតើឯងអាចប្រាប់យើងបានទេថាតើពន្លឺមកពីណាតើឯងអាចធ្វើឲ្យពពកទម្លាក់ទឹកភ្លៀងបានដែរឬទេតើឯងអាចបង្រៀនសត្វស្ទាំងឲ្យចេះហើរបានដែរឬទេចូលឆ្លើយប្រាប់យើងមកយោបយោបគ្មានចម្លើយអ្វីចំពោះសំណួររបស់ព្រះទេពីព្រោះមានតែព្រះទេដែលដឹងចម្លើយយោបត្រូវខ្មាស់ចំពោះព្រះនៅពេលដែលគាត់បានរស់នៅក្នុងជីវិតដ៏ល្អហើយបានកាន់តាមក្រឹតវិន័យរបស់ព្រះជាម្ចាស់គាត់គិតថាគាត់អាចប្រកែកជាមួយព្រះដោយស្មានថាខ្លួនគាត់មានកម្លាំងចេស្តានិងប្រាជ្ញាដូចជាព្រះដែរព្រះមិនបានពន្យល់ប្រាប់យោបនៅមូលហេតុនៃបញ្ហារបស់គាត់ទេប៉ុន្តែព្រះបាននាំយោបឲ្យដឹងថាគាត់អាចទុកចិត្តលើទ្រង់និងព្រះប្រាជ្ញាញាណរបស់ទ្រង់យោបបាននិយាយថាបបិទ្ធព្រះអង្គឥឡូវនេះព្រះអង្គមានព្រះបន្ទូលមកខ្ញុំដឹងថាព្រះអង្គពិតជាធំមហិមាពេញដោយព្រះចេស្តាខ្ញុំគួរតែទុកចិត្តលើព្រះអង្គតាំងពីដើមរឿងមកបន្ទាប់មកព្រះជាម្ចាស់មានបន្ទូលទៅកាន់មិត្តសម្លាញ់ទាំង3នាក់របស់យោបថាឯងរាល់គ្នាបានធ្វើខុសហើយឯងមិនបាននិយាយការពិតអំពីយើងទៅដល់យោបទេតែយោបនឹងអធិដ្ឋានឲ្យឯងរាល់គ្នាហើយយើងនឹងអត់ទោសឲ្យឯងរាល់គ្នាតាមរយៈសេចក្តីអធិដ្ឋានរបស់យោបបន្ទាប់ពីយោបបានអធិដ្ឋានសម្រាប់មិត្តសម្លាញ់របស់គាត់ហើយព្រះបានប្រោសឲ្យយោបមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងជីវិតសាជាថ្មីឡើងវិញព្រះបានប្រទានពរដល់យោបឲ្យមានទ្រព្យសម្បត្តិ2ដងច្រើនជាងមុននិងមានកូនប្រុស7នាក់និងមានកូនស្រីស្រស់ស្អាត3នាក់យោបបានបន្តរស់នៅរហូតដល់ចំនួនកូនចៅនិងចៅទូតរបស់គាត់យោបរស់នៅបានអាយុយឺនយូររួចបានស្លាប់ដោយអាយុដ៏ច្រើនរបស់គាត់យោបរស់នៅក្នុងឆ្នាំ1750មុនគ្រិស្តសករាជព្រះបានអនុញ្ញាតឲ្យបញ្ហាចូលមកក្នុងជីវិតរបស់យោបប៉ុន្តែទ្រង់មិនដែលចាក់ចែងពីយោបឡើយដូចគ្នាដែរនៅពេលយើងជួបប្រទះនឹងបញ្ហាផ្សេងព្រះជាម្ចាស់មិនដែលបោះបង់យើងចោលឡើយយើងអាចទុកចិត្តលើការមើលថែរបស់ព្រះពីព្រោះទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់តែមួយគត់គឺព្រះយេស៊ូវឲ្យយាងមកប្រោសលួយយើងចេញអំពីអំពើបាបរបស់យើងប៉ុន្តែឯខ្ញុំដឹងថាអ្នកដែលលួសខ្ញុំទ្រង់មានព្រះជន្មរស់នៅហើយដល់ជាន់ក្រោយទ្រង់នឹងមកឈរនៅលើផែនដីយោបជំពូក19ខ25